បានហើយកុំឲ្យគ្នាច្រើនពេកចាចឹងបើស្រឡាញ់អាចចូលបានចាត្រឹមតែកន្លះខេទេចាចានេះក្នុង online បង្ហាញអំពី promotion ពិសេសរបស់ brand របស់ LD ជាប្រភេទ Premier តែម្ដងចាចុះប្រភេទ Premier នេះបងដឹងហើយទាំងការ design ទាំង material គឺ the best ជូនបងតែម្ដងចាចឹងមុននឹងចូល promotion ចុះរហូតដល់$449ចាសម្រាប់បងដែលគាត់ត្រូវការប្រភេទ LD P900 ចាគេហៅថា point design ឬក៏បងហៅថា speaker សំពៅនឹងឯងចាអញ្ចឹង LD នេះបងបាត់ចំនួនក៏អត់ទាន់បានស្គាល់ទេដោយសារតែវាជាលក្ខណៈ Premier ពេកចាអញ្ចឹង material នៃការ design របស់វាគឺតួរបស់វានេះគឺ design អំពីតួ aluminium បងតែឃើញ speaker មួយចំនួនគាត់ design អំពីតួឈើតួជ័រចាតែតួ aluminium គឺបងនិយាយផ្លែកអារម្មណ៍តិចចាអញ្ចឹងតួ aluminium ភាពកាប់ភាពណែនរបស់វាគឺខ្លាំងចារីឯខាងក្រៅនេះគឺវាធ្វើអំពីសាច់សូត្រតែម្ដងចានៅក្នុងសាច់សូត្រខាងក្រៅនេះគឺនៅខាងក្នុងនោះគឺវាមានតួនៅក្នុងនឹងទៀតតួដែកនៅក្នុងនឹងទៀតចាហើយហេតុអីបាន P900 នេះវាមានតម្លៃថ្លៃចាដោយសារតែខ្លួនរបស់វាមួយនេះគឺបំបែកខ្លួនជា stereo បាន buffer របស់ P900 នេះមានទំហំពីទឹកកន្លះចំនួន2គ្រាប់នៅពេលដែលបងចាក់បត់គឺវារត់ stereo តែម្ដងហើយសម្រាប់ ego របស់វាគឺជិត50គ្រាប់ឯណោះចាអញ្ចឹងបានវាធ្វើឲ្យសំឡេងគេហៅថាសំឡេង HD audio ចាបងតែតែទិញទូបងចង់មើល HD មានន័យថាពន្លឺនៃការបង្ហាញនោះវាច្បាស់ចាតែធំបាក់គឺ HD audio នេះគឺពាក់ព័ន្ធជាមួយនឹងការសោតនៃការចេញសំឡេងគឺវាអត់មានកាត់ទេគឺវាចេញមកគឺច្បាស់តែម្ដង ego របស់វានឹងឯងចាហើយកម្លាំងវ៉ាត់របស់ P900 នេះគឺមានកម្លាំងវ៉ាត់រហូតដល់2800វ៉ាត់បងចា2800វ៉ាត់ហើយ P900 មាន color វារហូតដល់3ពណ៌មានដែលខ្ញុំបង្ហាញនេះគេហៅថាពណ៌ប្រផេះហើយពណ៌ការ៉េហ្នឹងពណ៌ប្រផេះពណ៌ខ្មៅហើយនិងពណ៌សចាចុះបង P900 មានតម្លៃ$5199ចាគឺវាជាលក្ខណៈ Premier ចាអញ្ចឹងផលិតផលដែល Premier ចេញមកគឺ high class ហើយនៅពេលដែលយើងដាក់លម្អគេអត្ថានវាឲ្យសេរីសួស្តីដល់ផ្ទះយើងតែម្ដងចាចឹងឆ្នាំថ្មីហើយជិតចូលឆ្នាំចិនឆ្នាំថ្មីសេរីសួស្តីបងគួរតែទិញ speaker ដើម្បីលម្អគេអត្ថានឲ្យមានការលេចចាស់សម្រាប់ P900 នេះបងឃើញការ design របស់វាគឺខុសប្លែកពី speaker ផ្សេងហ្មងចេញមកគឺអំណាចហ្មងហើយបើកម្ពស់របស់វាខ្ពស់ហើយមានវាចេញមកគឺនិយាយទៅ slim តែម្ដងចាហើយបើយើងយកដូចខ្ញុំដាក់បង្ហាញទៅបងត្រូវចាប់អារម្មណ៍តែនៅពេលដែលបងយកដាក់នៅផ្ទះបងណាចាដាក់នៅផ្ទះបងកន្លែងទទួលភ្ញៀវគឺចេញមកលេចធ្លោប៉ះចំលេខពណ៌បែបbackground សbackground ឈើហ្នឹងគឺចេញមកស្អាតតែម្ដងចាហើយសម្រាប់ P900 ជាប្រភេទ speaker ដែលមានអាំព្លីជាប់នៅក្នុងហ្នឹងអត់មានការពិបាកទេបងគ្រាន់តែយកទូបង connect Bluetooth ចូលទៅវាទៅគឺយើងអាចច្រៀង karaoke បានហើយងាយស្រួលនៅក្នុងការប្រើប្រាស់ងាយស្រួលនៅក្នុងការ connect អញ្ចឹង speaker នេះគឺសម្រាប់ដាក់នៅតាមគេហដ្ឋានគេអត់មានថាឲ្យមានភាពស្មុគស្មាញទេហើយបើសិនជាបងចង់បំពាក់នៅ karaoke សម្រាប់ច្រៀងគឺបងគ្រាន់តែប្រើខ្សែដាក់ខ្សែនេះចូលទៅវាគឺរួចរាល់តែម្ដងចាអញ្ចឹងសម្រាប់ផ្ដោតទៅលើ karaoke ខ្ញុំក៏សម្លេចទៅលើ microphone ប្រភេទ Premier ជូនបងដែរបងមើលស្រួលចិត្ត microphone នេះគឺជា microphone Premier លំដាប់ចុងក្រោយរបស់គេ version ចុងក្រោយ D99 Premier ដែលមានតម្លៃរហូតដល់$549ចាអញ្ចឹងសួរថាតើបងចាយ$549នេះតើបងទទួលបានអីគេខ្លះពីវាចាទី1គឺបងទទួលការច្រៀងអត់មានការរំខាននៃការកាត់កង់ទី2រលក echo នៃការច្រៀងគឺ smooth ទី3អត់ប្រឹងនៃការច្រៀងទេចង់បានកម្រិតនៃការច្រៀងប៉ុណ្ណាហើយគឺ set up បានគ្រប់ brand ធំបាក់ទាំងអស់ហើយបងមើលការ design នៃmaterial របស់វាគឺ design អំពីតួ platin តែម្ដងមិនមែន design ពី platin ទេមានន័យថា follow ទៅតាមពណ៌ platin ចាអញ្ចឹងបងឃើញភាពធន់ភាពហាប់ភាពណែនរបស់វាគឺល្អអញ្ចឹងបងដែលគាត់ប្រើប្រភេទ Premier បងដឹងហើយគុណភាពនៃការ design មកមួយគេគិតគូរពិចារណាឲ្យមើលទៅមានភាពប្រណិតជូនបងតែម្ដងអញ្ចឹងបងដែលគាត់ចង់បាន speaker ដែលអត់ចូលចិត្តឆ្លងរំខានគេទេតែចង់បានគុណភាពពីរោះចាអត់ខុសទេគឺ model LD P900 ចាជាតកូលរបស់ LD សេរីនឹងឯងចាអញ្ចឹងបងដែលគាត់ធ្លាប់ប្រើ LD តាំងពីប្រភេទធំរហូតដល់ប្រភេទប្រកូលគឺ LD សេរីនេះគឺរៀនច្បងរបស់គេហើយដែលមានតម្លៃខ្ពស់ជាងគេរហូតដល់$5,199តែថ្ងៃនេះខ្ញុំមក live បង្ហាញផ្ទាល់នេះ live ផ្ទាល់ហ្មងចា live ផ្ទាល់នេះគឺខ្ញុំលើកមក promotion សម្រាប់រដូវកាលចូលឆ្នាំចិនយើងមកដល់ហើយអញ្ចឹងរាល់កងទិញ speaker P900 មួយគ្រាប់បូកជាមួយនឹង microphone ប្រភេទ digital
Hospital ទី99 Premier គឺបងទទួលបានការ discount រហូតដល់$449ចឹងក្នុងមួយឈុតនឹងបងចាយអស់តែ$5,199តែប៉ុណ្ណោះ$5,200ទៅ$5,299ចាចឹងតម្លៃនេះគឺ special price មែនតើចឹងយើងចំណេញដល់តែ400ជាងមានន័យថាការទិញយើងអត់សូវចំណាយលុយទៅលើ microphone ច្រើនទេចាហើយពណ៌គឺមាន3ពណ៌នៅក្នុង stock ក្នុងការ select ជ្រើសរើសបងឆ្លាញ់ពណ៌មួយណាបងរើសពណ៌មួយនឹងបានតាមចំណង់ចំណូលចិត្តចាចឹងប្រភេទនេះខ្ញុំសូមបញ្ជាក់បងម្ដងទៅឲ្យម្ដងទៀតថាជាប្រភេទ speaker ដែលមានសំឡេង HD audio តែម្ដងចាចឹងបងមួយចំនួនគាត់ថាចេះបងចូលចិត្តអុកញ័រធូបងអត់ចូលចិត្តអានេះទេគឺប្រើវាអត់ត្រូវទេតែបើបងចូលចិត្តបែបសង់ទីម៉ងបែប classic បែបចេញមកគឺ smooth គឺប្រើ P900 ត្រូវតែបើសិនជាបងចូលចិត្តបត់បុកណែនជាគឺបងប្រើប្រភេទធំ brand នេះក៏មានប្រភេទធំមួយដែរចាតែសម្រាប់ P900 គឺគេ focus ទៅលើភាព smooth ចាភាពច្បាស់ភាព clear ចាចឹងប្រភេទនេះគឺ premium ចឹងបងប្អូនដែលគាត់ទំតែធ្វើគេអត់ថាថ្មីចាចង់ទិញ speaker មួយណាដែលដាក់ទៅវាស៊ីនឹងជាមួយនឹងផ្ទះរបស់យើងចាបងខ្លះចង់ឡើង level ចាចង់ឡើង level speaker នេះគេគាត់តែចូលទៅក្នុងផ្ទះបងគេដឹងថា speaker នឹងតម្លៃប្រហែលហ្នឹងចាយើងមិនបាច់សូប្រាប់គេថាបើតម្លៃទិញ5,000ជាងអត់ទេមិនបាច់ទេគេគាត់តែកលេសដឹងគេដឹងថា speaker នឹងមានតម្លៃប្រហែលហ្នឹងចាចឹងបងតែគាត់ត្រូវការប្រភេទ speaker premium មិនថា premium មិនថាអត់ premium បែបធម្មតាគឺនៅក្នុងហាងយើងគឺមានទាំងអស់សម្រាប់គ្រប់គ្រងជួយបងអតិថិជនចាអញ្ចឹងបងមិនថាបងនៅតាមបណ្ដាខេត្តក៏បងនៅភ្នំពេញរាល់ការទិញបញ្ជាទិញទាំងអស់គឺយើងមានការដឹកជញ្ជូនបើនៅខេត្តតាមរយៈបន្ថែមនៅភ្នំពេញគឺយើងដឹកជញ្ជូនបងតែម្ដងចាអញ្ចឹងបងដែលគាត់ចង់ដឹងពីព័ត៌មានលម្អិតគឺអាចឆាតចូលទៅក្នុង page មានលេខទូរស័ព្ទ097 885 2670និងលេខវិសាទី098 899 693ហើយតម្លៃ$5,000នេះគឺបងអាចទទួលសេវាកម្មរំលោភដូចគ្នាធនាគារគេឲ្យយើងកម្ចី$5,000ចុងក្រោមចាអញ្ចឹង$5,300ហ្នឹងគឺយើងថែម$300គេឲ្យទៅចាអញ្ចឹងទទួលសេវាកម្មរំលោភអត្រាការប្រាក់ធូរថ្លៃក្នុង$100ការប្រាក់តែមួយជា$99តែប៉ុណ្ណោះចាអញ្ចឹងបងដែលគាត់ចង់ដឹងពីព័ត៌មានលម្អិតគឺអាចឆាតចូលទៅក្នុង page បានចាអញ្ចឹងការ live បង្ហាញនេះមានតែប៉ុណ្្នឹងឯងសម្រាប់ show បង្ហាញថា promotion របស់ P900 គឺមាន promotion ចុះរហូតដល់$449ចឹងនៅសល់តែ$5,299តែប៉ុណ្ណោះចឹងបងប្អូនដែលគាត់រងចាំ promotion របស់ P900 អាច